បងប្អូនឥឡូវខ្ញុំនៅលើផ្លូវ highway មានរឿងជាបន្ទាន់ត្រូវនិយាយបងប្អូនគ្នាខ្ញុំបានផុសវីដេអូមួយដែលគេបាន comment ខ្ញុំថាថ្ងៃថតតែក្នុងឡានអួតមិនហាបាទហើយខ្ញុំក៏យក comment នឹងយកមកតបហើយក៏អាប៉ែនេះមើលមុខបាទយកវីដេអូរបស់ខ្ញុំយកទៅកាត់ជាមួយនឹងសុកលីនបាទជាមួយនឹងវីដេអូសុកលីនឲ្យបងប្អូនចូលជេរខ្ញុំចូល comment ជេរខ្ញុំបាទហ្នឹងហើយឥឡូវខ្ញុំឆាតទៅតាម WhatsApp ឲ្យលុបគេថាធ្វើអញ្ចឹងទៅបងធ្វើអញ្ចឹងទៅដើម្បីឲ្យគាត់ដឹងខ្លួនខ្ញុំអត់ដឹងថាគាត់មិនដឹងខ្លួនខ្ញុំអត់ដឹងទេតែរឿងពីរវាផ្សេងគ្នាលោកឯងត្រូវយល់នេះមើលវីដេអូទៀតបងប្អូនមើលវីដេអូកាត់មើលកឆ្នាំងបាយខ្លួនឯងមានអីញ៉ាំអត់ហើយកុំមានបាននេះទួយកុំឌីលគេទៅបានហើយបាទកុំតែដើរឌីលគេបានហើយបាទណាយកកាត់អញ្ចឹងធ្វើឲ្យទី1ធ្វើឲ្យខ្ញុំមានការថ្ងៃក្រោយទៅចង់ឲ្យខ្ញុំឆ្លោះគ្នាជាមួយចែសុកលីនមិនមែនបានលោកឯងធ្វើអញ្ចឹងណាហើយទី2យកវីដេអូខ្ញុំទៅផុសកាត់តជាមួយសុកលីនឲ្យបងប្អូនចូលជេរខ្ញុំទាំងដែររឿងពីរផ្សេងគ្នាខ្ញុំលើក comment និយាយរឿងខ្ញុំរបស់ខ្ញុំផ្ទាល់ខ្លួនទេអត់មានបានទៅនិយាយឲ្យថាសុកលីនថាឲ្យសុកលីនទេព្រោះអីខ្ញុំនឹងគាត់ទឹមថតមួយគ្នាហើយខ្ញុំក៏មានរឿងផ្ទាល់ខ្លួនខ្ញុំត្រូវចុះមកនៅផ្ទះរបស់ខ្ញុំអញ្ចឹងខ្ញុំលេងបានថតជាមួយនឹងគាត់មួយសុកលីនអញ្ចឹងវាអត់មានពាក់ព័ន្ធអីអត់មានរឿងអីទេឥឡូវខ្ញុំលើករឿងខ្ញុំនិយាយផ្ទាល់ខ្លួនតឆ្លើយតបនឹង comment លោកឯងយកទៅកាត់តជាមួយនឹងសុកលីនធ្វើឲ្យបងប្អូនមហាជនជេរខ្ញុំឬក៏ថ្ងៃក្រោយធ្វើឲ្យខ្ញុំនឹងសុកលីនគាត់សួរខ្ញុំដេញដោលរឿងផ្សេងបាទអាហ្នឹងយើងមិនទាន់ដឹងតែខ្ញុំអត់បានថាឲ្យសុកលីនទេបញ្ជាក់បាទខ្ញុំនិយាយរឿងផ្ទាល់ខ្លួនខ្ញុំឆ្លើយ comment របស់អ្នកដែលថាឲ្យខ្ញុំទេហើយលោកឯងយកមកកាត់អញ្ចឹងឲ្យលុបចោលវិញលោកឯងនិយាយថាខ្ញុំយកទៅកាត់តអញ្ចឹងឲ្យគាត់ដឹងខ្លួនឲ្យគាត់ដឹងខ្លួនចុះគេជេរខ្ញុំមហាជនជេរខ្ញុំហើយលោកឯងគិតមិនហ៎បើមហាជនជេរលោកឯងវិញលោកឯងមានអារម្មណ៍មិនហ៎សួរតិចលោកឯងមានខួរទេហ៎មានខួរទេមួយថ្ងៃយកតែវីដេអូគេផុសយកវីដេអូគេកាត់តមិនសមរឿងហ៎យីគេរួយមកនឹងសមរឿងនេះអញដាក់មុខឲ្យអញ្ចឹងអញដាក់មុខឲ្យអញ្ចឹងអានេះយកវីដេអូគេមួយថ្ងៃយកវីដេអូគេកាត់តមិនសមរឿងឲ្យគេមានរឿងអានេះហ្នឹងហើយថ្ងៃណាគង់ហើយឯងថ្ងៃណាគង់វៃខ្នោះហើយឯងហ្នឹងហើយចាំមើលឲ្យយកវីដេអូគេកាត់តអត់មានសួរនាំម្ចាស់ដើមគេអញ្ចឹងអញផ្ដាំតែឯងម្ដងទៀតឲ្យលុបខ្ញុំអត់មានខ្លាចវីដេអូហ្នឹងថ្ងៃក្រោយមានបញ្ហាមួយសុកលៀនខ្ញុំអត់ខ្លាចទេខ្ញុំខ្លាចរឿងបងប្អូនជេរខ្ញុំហ្នឹងហើយយកច្រឡំលើខ្ញុំជេរខ្ញុំមហាជនជេរខ្ញុំនៅក្នុងវីដេអូហ្នឹងយកកាត់តមួយសុកលៀនជេរខ្ញុំមកជេរខ្ញុំនេះអូខេហើយខ្ញុំអត់ដឹងអីសោះខ្ញុំនិយាយរឿងផ្សេងហើយនោះរឿងផ្សេងហើយលោកឯងយកមកកាត់តអញ្ចឹងឲ្យមហាជនជេរខ្ញុំឥឡូវបើលោកឯងមិនលុបទេចាំមើលអញ្ចឹងបងប្អូនកុំយកច្រឡំបាទរឿងខ្ញុំនិយាយផ្សេងតខ្លួនខ្ញុំផ្សេងតប comment រឿងសុកលីនផ្សេងហើយគាត់បានយកមកកាត់តជាមួយនឹងវីដេអូខ្ញុំជាមួយនឹងវីដេអូសុកលីនឲ្យមហាជនជេរខ្ញុំបាទបញ្ជាក់ខ្ញុំអត់បាននិយាយថាឲ្យសុកលីនទេខ្ញុំតប comment ថាឲ្យអ្នកដែល comment ខ្ញុំទេហើយនឹងនិយាយពីចរិតពិតរបស់ខ្ញុំទេថាខ្ញុំមិនចេះអួតទេបាទតែពីដើមមកបងប្អូនដឹងហើយចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការគ្រប់គ្រងតាំងពីដើមរហូតដល់ពេលនេះបាទបើមិនមានបងប្អូនគឺខ្ញុំក៏មិនបានថតដល់ថ្ងៃនេះដែរបាទហ្នឹងហើយសូមអរគុណច្រើនបងប្អូនគ្នាជួយសៀមអ្នកមួយបាទអរគុណ